វាសនាកូនខ្ញុំមុននឹងមកទទួលសេវានៅមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារការ៉េតាសនេះគឺគាត់ដំបូងមានបញ្ហាអត់ចេះនិយាយថែមទាំងថែរក្សាអនាម័យខ្លួនឯងក៏មិនបានទៀតការបារម្ភរបស់ខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃសែនពិបាកខ្លាំងណាស់ខ្ញុំមានការបារម្ភដោយមូលហេតុក្តីបារម្ភនេះហើយធ្វើឲ្យខ្ញុំមានទំនាក់ទំនងនឹងអង្គការ NCDP មួយទៀតបានណែនាំឲ្យកូនខ្ញុំមកព្យាបាលនៅមន្ទីរពេទ្យដែលខ្ញុំទៅតែស្គាល់នេះចានៅពេលនោះខ្ញុំមកជួបលោកគ្រូអ្នកគ្រូគាត់បានជម្រាបថាកូនខ្ញុំនឹងមានសតិបញ្ញាខ្សោយហើយចាខ្ញុំសែនរន្ធត់ជាខ្លាំងដែលបានឮដំណឹងបែបនេះវាសនាបានមកទទួលសេវាកម្មនៅ CCMA យើងតាំងពីអាយុ5ឆ្នាំមកម្ល៉េះគាត់មានបញ្ហាដូចជាអត់ចេះនិយាយអត់ចេះឆ្លើយតបអត់មានទំនាក់ទំនងអត់មានការយល់ដឹងចង់ទៅបន្ទប់ទឹកអត់ចេះប្រាប់ដូចនេះវាសនាត្រូវការជួយជាពិសេសពីអ្នកជំនាញដើម្បីឲ្យបញ្ហារបស់គាត់ទាំងអស់ហ្នឹងបានប្រសើរឡើងហើយក៏ឲ្យមានភាពឯករាជ្យម្ចាស់ការនៅពេលអនាគតផងដែរតាមរយៈកម្មវិធីលើកកម្ពស់បរិយាបន្នសង្គមការីតាស CCMA គឺបានសហប្រតិបត្តិការជាមួយនឹងការីតាសអភិវឌ្ឍយុវជននៅខេត្តកណ្ដាលដោយយើងបានផ្ដល់ជាវិជ្ជាជីវៈជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈទៅដល់យុវជនដែលមានពិការភាពបញ្ហាតាក់ទងនឹងប្រព័ន្ធប្រសាទហើយនិងបញ្ហាផ្លូវចិត្តដែលចាប់ពីអាយុ15ឆ្នាំដែលពួកគាត់បានមកទទួលការព្យាបាលនៅទីនេះហើយគាត់បានមានភាពប្រសើរឡើងហើយក៏យើងបានធ្វើការបញ្ជូនកុមារយុវជនទាំងហ្នឹងទៅរៀនវិជ្ជាជីវៈនៅកម្មវិធីការិតាសអភិវឌ្ឍយុវជនដែលនេះជាគម្រោងមួយនៅក្នុងគម្រោងបរិយាបន្នសង្គមតាមរយៈការឧបត្ថម្ភគាំទ្រពីការិតាសអាល្លឺម៉ង់រដ្ឋាភិបាលអាល្លឺម៉ង់ BMZនៅមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារនិងយុវវ័យរបស់យើងគឺយើងតែងតែមានការប្រជុំជារៀងរាល់ថ្ងៃច័ន្ទដោយយើងពិភាក្សាគ្នានៅលើផែនការប្រចាំសប្តាហ៍អញ្ចឹងមុននឹងយើងធ្វើការជជែកគ្នានៅលើផែនការប្រចាំសប្តាហ៍គឺយើងតែងតែធ្វើជា assignment ការធ្វើ assignment នេះឡើងដោយសារតែនៅទីនេះគឺយើងមានអ្នកជំនាញហើយក៏បុគ្គលិករបស់យើងមានតួនាទីផ្សេងគ្នាអញ្ចឹងគឺយើងធ្វើ assignment ដើម្បីឲ្យពួកគាត់រួមចិត្តរួមថ្លើមគ្នាក្នុងការផ្ដល់ជាសេវាទៅដល់អតិថិជនប្រចាំជារៀងរាល់ថ្ងៃហ្នឹងឲ្យបានមានប្រសិទ្ធភាពល្អនៅទីនេះក៏យើងផ្ដោតទៅលើការលើកកម្ពស់នៅលើបរិយាបន្នសង្គមដូច្នេះយើងក៏បានជ្រើសរើសយកវាសនាដែលវាសនាគឺជាកុមារម្នាក់ដែលគាត់ធ្លាប់មកទទួលសេវាកម្មកន្លែងយើងកន្លងមកហើយក្រោយពីគាត់ទទួលបានការអន្តរាគមន៍យើងឃើញថាវាសនាគាត់មានការអភិវឌ្ឍបានល្អដូច្នេះហើយយើងក៏បានជ្រើសរើសយកគាត់ដើម្បីឲ្យគាត់ធ្វើការនៅកន្លែងយើងដែលមានតួនាទីជាអ្នកជំនួយការអ្នកចុះឈ្មោះអតិថិជនខ្ញុំសប្បាយចិត្តណាស់ដែលកូនខ្ញុំវាសនាមានការអភិវឌ្ឍហើយក្នុងនាមខ្ញុំជាម្ដាយម្នាក់សូមអរគុណដល់ការីតាស CCMA ដែលបានបណ្ដុះបណ្ដាលដល់កូនខ្ញុំនិងផ្ដល់ឱកាសឲ្យកូនខ្ញុំមានការងារធ្វើនៅទីនេះ